ទូប្រទស្សន៍របស់យើងក្នុងរតែសេះកំពុងតែបន្តនៅការបំពេញគ្នាទៅវិញទៅមកអញ្ចឹងណាគណៈពេលហ្នឹងយើងឆាំងគាត់កំពុងតែតាមសួរថាយ៉ាងម៉េចទៅហើយជីងທາງនាងមិនអីទេសុំទោសផងនេះគឺជាកំហុសរបស់ខ្ញុំប៉ុន្តែក្នុងរតែសេះនេះវិញណាឆុងជឿបានគម្រាមទៅកាន់ជីងທາງថាបើនេះនៅតែរឿងទៅចង់ជួបជាមួយគេទៀតខ្ញុំនឹងឲ្យគេឃើញថាពួកយើងក្នុងរតែសេះនេះបានធ្វើស្អីខ្លះដល់ទៅពេលលឺចឹងជីងທາងរបស់យើងគាត់ក៏ប្រាប់ទៅកាន់យើងឆាំងថាយើងឆាំងអីទេខ្ញុំសុខសប្បាយទេលោកគួរតែប្រញាប់ត្រឡប់ទៅផ្ទះវិញទៅយើងឆាំងលឺអញ្ចឹងហើយក៏ទៅវិញថាអត់អីទេអញ្ចឹងចាំថ្ងៃស្អែកនឹងខ្ញុំទៅសួរសុខទុក្ខនាងបន្ទាប់មកនោះគេក៏ចាក់ចេញទៅប៉ុន្តែមកមើលក្នុងរតែសេះវិញគាត់តែយើងឆាំងទៅបាត់ភ្លាមនឹងឯងឆុងជឿក៏ចាប់ផ្ដើមបន្តបំពេញមើលលើសិនជីងທາງរបស់យើងទៀតហើយគឺចាប់ជីងທາງរបស់យើងថាទៀតហើយប៉ុន្តែជីងທາງអត់យល់ព្រមទេទាំងអស់គ្នាទោះបីយ៉ាងណាក៏ដោយនាងសុកចិត្តខំមាត់ខំអីជាមួយនឹងឆុងជឿនឹងមិនឲ្យឆុងជឿមកប៉ះពាល់ខ្លួនរបស់នាងនោះទេហើយធ្វើឲ្យឆុងជឿគាត់ខឹងខ្លាំងមែនទែនគាត់ថានាងសុកចិត្តធ្វើបាបខ្លួនឯងសុកចិត្តមានរបួសសុកចិត្តខំខ្ញុំណាប៉ុន្តែមិនឲ្យបំមកខ្ញុំនឹងប៉ះពាល់ខ្លួនប្រាណនេះសុកចិត្តទុកឲ្យយិនឆាំងមែនទេជីងថាងក៏តបទៅវិញថាក្នុងមួយជីវិតនេះនាងអត់រៀបការជាមួយនរណាក្រៅតែពីយិនឆាំងទេព្រោះយិនឆាំងគឺជាមនុស្សល្អជីងថាងនិយាយបែបនេះមានអំណងចង់ឲ្យជុំជឿនឹងគឺទម្លាក់ចិត្តក្នុងករណីដើមនាងពីយិនឆាំងបន្តទៀតទៅប៉ុន្តែផ្ទុយទៅវិញចង់ជឿគាត់កាន់តែខឹងគាត់ថាសិនជីងថាងនាងចាំច្បាស់ក្នុងមួយជីវិតនេះនាងត្រូវរៀបការជាមួយខ្ញុំតែម្នាក់គត់មិនអញ្ចឹងទេគឺមិនអាចរៀបការជាមួយអ្នកដទៃបានជាដាច់ខាតជីងថាងលឺយ៉ាងហួសចិត្តខ្លាំងមែនតើថារឿងយើងទៅពីដែលមិនអាចទៅរួចទេយើងបានតាមទៅជាបងប្អូនម្យ៉ាងមួយទៀតខ្ញុំមិនរៀបការជាមួយលោកជាដាច់ខាតដល់ពេលត្រឡប់មកដល់ផ្ទះវិញជនທາງរបស់យើងនឹងគាត់អត់ទាន់ស្រួលបួលទេទាំងអស់គ្នាគាត់មកត្រាំតកដោយសារតែក្នុងខ្លួនរបស់គាត់ក្តៅមែនទែនតែនៅអត់សុខនៅអត់សាពេលអ្នកបម្រើក៏មានការព្រួយបារម្ភចំពោះនាងរបស់ខ្លួនដែរប៉ុន្តែទន្ទឹមពេលជាមួយនឹងគ្នានឹងធ្វើឲ្យជនທາងគាត់កាន់តែខ្លាចទៅកាន់ឆុងជឿទៀតហើយគាត់ថាឆុងជឿនេះកាន់តែខ្លាចសាហាវខ្លាំងមែនទែនខ្ញុំដាច់ខាតទៅរកមជ្ឈបាយចាក់ចេញពីគ្រួសារភ័យនាងបានចាក់ចេញពីការគ្រប់គ្រងគេបានចំណែកឆុងជឿវិញគាត់បានបញ្ជាទៅកាន់កូនចៅរបស់គាត់ឲ្យស៊ើបអង្កេតមើលតើប្រវត្តិរូបរបស់ជនทางរបស់យើងនឹងដូចជាអ្វីដែលនាងប្រាប់អត់ថាគ្រួសាររបស់នាងគឺជាអ្នកគូគំនូនេះអីចឹងណាมันមានអ្វីពិសេសទេមែនហេតុអីបានជាព្រះអង្គម្ចាស់ជានឹងមានចេតនាចង់ឲ្យកូនប្រុសរបស់គាត់មករៀបការជាមួយជីងថាងចឹងទៅសើបានទោះបីត្រូវជីកសាក់សពជីកឆ្អឹងរបស់ឪពុកម្ដាយជីងថាងនឹងមកសួរនាំឡើងវិញក៏ត្រូវតែសើបានដឹងដែរដាច់ខាតមិនឲ្យគេមានបំណងទៅលើនាងបានជាដាច់ខាតគាត់ត្រូវតែគ្រប់គ្រងជីងថាងឲ្យបានចំណែកឯប្រនាងចៅហឹកនៅវិញចន្លោះពេលតែបន្តិចក្នុងការគ្រប់គ្រងនៅមើលថែពីឆុងជឿរបស់យើងហ្នឹងគាត់បានកោះហៅទូស្រីរបស់យើងឲ្យមកជួបដោយបានមកសួរនាំសុខទុក្ខអំពីរឿងការមានរបួសដោយសារតែស្ពាន់ធွာការពីម្សិលមិញក្នុងកំឡុងពេលប្រកួតរវាងកម្មវិធីក្នុងរាជវាំងហ្នឹងណាប៉ុន្តែធៀបពិតវិញគឺមានចេតនាចង់មកធ្វើបាបជីងថាងរបស់យើងទេព្រះនាងចៅហឹកយកលេសថាបើនេះមានរបួសស្លាកស្នាមអញ្ចឹងខ្ញុំមានមធ្យោបាយមួយគឺខ្ញុំមានសន្សំការកលាបដែលអាចជួយមិនឲ្យមានស្លាកស្នាមនៅលើខ្លួនទេសន្សំការកលាបបើកាយណាប៉ុន្តែតលតែដាក់វាភ្លាមតែតាមការពិតទៅយកសន្សំការកលាបនោះគ្រាន់តែជាលេសទេគឺយកសន្សំការកលាបមកប្រោះព្រំប៉ុន្តែយកដើមផ្កាកលាបមកវាយសិតតបឡាតែម្ដងទាំងអស់គ្នាវាយទៅលើទូរស័ព្ទរបស់យើងច្បាប់ប៉ុន្តែក្នុងចេតនាថាមានបំណងល្អការពិតទៅលាក់បង្កប់នៅអត្តន័យគឺធ្វើទរណកម្មទៅលើជីងថាងនឹងជីងថាងដល់ទៅពេលអញ្ចឹងតើដឹងទៅបកាយយ៉ាងម៉េចទៅទាំងអស់គ្នាបានត្រឹមថាពនាងអើយអត់អីទេរបួសរបស់ខ្ញុំម្ចាស់គឺអត់មានបញ្ហាទេស្លាកស្នាមសន្លានក៏អត់មានបញ្ហាធំកពួនអីដែរប៉ុន្តែប៉នាងចៅហឹកនឹងគាត់នៅតែវាយហើយវាយទៀតវាយរហូតដល់ផ្កាកលាបគឺសុទ្ធតែឈាមអញ្ចឹងណាវាយរហូតគាត់ចាក់ចោលហើយគាត់ថាឥឡូវនឹងបានហើយសង្ឃឹមថាសន្សំផ្កាកលាបវាមានអតិពលធ្វើឲ្យរបួសរបស់នាងឆាប់ជាសះស្បើយមិនមានស្លាកស្នាមតែថ្ងៃអនាគតទៅចោះអំឡុងពេលនោះជីងថាងរបស់យើងក៏លួចដាក់ម្សៅមួយយ៉ាងទៅលើដៃរបស់ប៉នាងជាការសងសឹកដែរដែលម្សៅមួយនឹងធ្វើឲ្យប៉នាងចៅហឹកនៅក្នុងពេលយប់នឹងផ្ទុំទៅនឹងប្រកាសជាមានសត្វល្អិតជាច្រើនមកទុំខ្លួនទុំអីចឹងទៅព្រះនាងចាស់ហត់បានដឹងខ្លួនទេកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ស្លៀករ៉ូបទៅឡើង princess តែម្ដងទាំងអស់គ្នាដូចជាសខ្ចីដែរហ្នឹងប៉ុន្តែភ្លាមនឹងឃើញហើយនៅលើខ្លួនសិតតែកលាប់សិតតែពីពីទាំងអស់ដល់តែព្រះនាងចៅហឹកគាត់ស្រែកដឹងខ្លួនឡើងមកក៏ភ្ញាក់ព្រឺតហើយសត្វល្អិតទាំងអស់ហ្នឹងបានបង្កជាបញ្ហាធ្វើឲ្យព្រះនាងនឹងពិការភ្នែកមើលមិនឃើញនៅរយៈពេលកន្លះខែដោយសារតែមុននឹងអំឡុងពេលដែលព្រះនាងចៅហឹកហ្នឹងបានធ្វើទរណកម្មទៅលើជីងថាងរួចរាល់អស់ហើយចាប់ដៃជីងថាងលើកមកហ្នឹងជីងថាងបានលួចដាក់ម្សៅមួយយ៉ាងទៅលើខ្លួនរបស់ព្រះនាងជាសម្ងាត់ដែលម្សៅហ្នឹងវាតាក់ទាញទៅដល់សត្វល្អិតទាំងអស់ហ្នឹងវាដូចជាថ្នាំបំពុលអញ្ចឹងចំណែកឯឆុងជឿរបស់យើងគាត់បានដឹងគាត់ក៏មកសួរនាំថានាងពិតជាថ្លាមធំមែនបើសិនបើក្នុងរាជវាំងគេស៊ើបដឹងទៅនោះតើនាងមានជីវិតប្រមាណក្នុងការឲ្យព្រះអង្គប្រហារជីវិតនាងទៅប៉ុន្តែជីងថាងបានតទៅវិញថាអត់អីទេកុំអារម្មណ៍អីព្រោះម្ដងនេះខ្ញុំកាន់តែប្រយ័ត្នប្រយែងខ្ញុំសងសឹកគេនឹងមិនឲ្យគេដឹងខ្លួនទេទោះប្រពន្ធយើងក៏ប្រាប់ថាគាត់អត់ចូលចិត្តប្អូនស្រីដែលមានចរិតធ្វើអ្វីមិនប្រាប់គាត់បែបហ្នឹងទេថ្ងៃក្រោយប្រសិនបើចង់ធ្វើអីប្រាប់គាត់មកទោះបីជាធ្វើអីក៏ដោយគាត់អាចសម្រេចបានទាំងអស់ប៉ុន្តែជីងថាងគិតនៅក្នុងចិត្តថាប៉ុណ្ណឹងឲ្យលោកនៅតែមិនយល់ទៀតខ្ញុំចង់បង្ហាញឲ្យលោកបានដឹងថាខ្ញុំមិនចាំបាច់ត្រូវការពឹងពាក់ទៅលើនរណាទេខ្ញុំត្រូវការអ្វីខ្ញុំនឹងធ្វើវាដោយខ្លួនឯងលុះដល់ថ្ងៃស្អែកឡើងនាងក៏បានមកជួបជាមួយនឹងយិនឆឹងម្ដងទៀត
យានឆាំងបានប្រគល់គោមួយទៅឲ្យជីងថាងរបស់យើងហើយគាត់បានបង្ហាញនូវទឹកចិត្តស្រឡាញ់ទៅលើជីងថាងហ្នឹងមានភាពរអើនជាមួយនឹងគ្នាស្និទ្ធស្នាលជាមួយគ្នាណាស់ទង្វើនៃភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរក៏ត្រូវបានលោកស្រីជាងដែលជាមិនមែនលោកស្រីជាងក៏ប៉ុន្តែគាត់គឺជាលោកយាយនៅក្នុងគ្រួសារភ័យហ្នឹងណាជាលោកយាយរបស់ឆុងជឺបានប្រទះឃើញដំបូងឡើយគឺអត់ពេញចិត្តជាមួយជីងថាងរបស់យើងទេប៉ុន្តែនៅពេលនេះដោយសារតែឃើញថាជីងថាងត្រូវបានព្រះបុត្រាយានឆឹងចាប់អារម្មណ៍ដូច្នេះគាត់ចង់ប្រើប្រាស់អំណាចរបស់ព្រះអម្ចាស់យានហ្នឹងជួយឲ្យគ្រួសារភ័យកាន់តែមានអំណាចទៅទៀតដូច្នេះហើយគាត់ក៏មានអំណងចុះបញ្ជីឈ្មោះជីងថាឲ្យខ្លះទៅជាចៅស្របច្បាប់នៅក្នុងគ្រួសារដើម្បីឲ្យមានកិត្តិយសស័ក្តិសមជាមួយនឹងតំណែងអាចរៀបការជាមួយនឹងយានឆឹងបានអញ្ចឹងណាដូច្នេះហើយគាត់ក៏បានហៅទាំងយានឆឹងទាំងឈិនថាងរបស់យើងមកជួបនិងបានប្រាប់ទៅកាន់យានឆឹងថាគាត់នឹងចុះឈ្មោះឈិនថាងរបស់យើងនៅក្នុងបញ្ជីគ្រួសារភ័យឲ្យខ្លះទៅជាចៅស្របច្បាប់នៅក្នុងគ្រួសារដែរយានឆឹងគាត់លឺអញ្ចឹងហើយគាត់ថាលោកយាយបើសិនបើលោកយាយយកចិត្តទុកដាក់ចំពោះឈិនថាងដល់ថ្នាក់ហ្នឹងមិនក៏មិនព្រមគិតរឿងដទៃទៀតទៅគឺខ្ញុំប្រសិនបើលោកយាយយល់ព្រមខ្ញុំនឹងឲ្យឪពុកម្ដាយរបស់ខ្ញុំមកចូលស្ដីដណ្ដឹងឈិនថាងរៀបការជាមួយខ្ញុំតែម្ដងតើលោកយាយគិតយ៉ាងម៉េចលោកយាយថាអូបើអញ្ចឹងមែនគឺកាន់តែល្អទៀតហើយអញ្ចឹងគាត់ក៏បានងាកសួរទៅកាន់ឈិនថាងតើឈិនថាងណាគិតយ៉ាងម៉េចទៅដែរឈិនថាងរបស់យើងគាត់ក៏ញញឹមឲ្យបាននិយាយទៅកាន់លោកយាយដែលអឹមអៀនថាមង្គលការរបស់ខ្ញុំគឺអាស្រ័យទៅលើការរៀបចំរបស់លោកយាយទៅចោះតែតាមការពិតវិញនេះគឺចូលក្លេរបស់នាងហើយនាងពិតជាចង់រៀបការជាមួយនឹងយានឆឹងទី1គឺឃើញថាគេគឺជាមនុស្សល្អទី2ទៀតគឺគោលបំណងធំរបស់នាងគឺចង់ចាក់ចេញពីគ្រួសារភ័យដូច្នេះហើយអ្នកទាំងពីរអ្នកក៏កាន់តែបង្កើននូវមនោចេតនាល្អចំពោះគ្នាទៅវិញទៅមកម្យ៉ាងមួយទៀតនេះមើលឃើញថាយានឆឹងគឺជាមនុស្សម្នាក់ដែលមានចិត្តសភាពសប្បុរសល្អអញ្ចឹងណាមានចិត្តល្អដែលធ្វើបាបនាងនិយាយសម្ដីមកគឺគួរសមដែលធ្វើឲ្យនាងគឺពិតជាលងស្រឡាញ់គេបណ្ដាឃើញថាគេគឺល្អជាងឆុងជឿទាំងអស់តែម្ដងឆុងជឿគ្រាន់តែបានដឹងរឿងហ្នឹងពីមនុស្សចំណិតរបស់គេមករីកាភ្លាមក៏ខឹងសម្បាជាខ្លាំងហើយក៏បានបោកសភៅបោកអីហ្នឹងនឹងបាននិយាយប្រាប់ទៅកាន់អ្នកបម្រើរបស់ខ្លួនថាមិនឲ្យនាងរៀបការជាមួយនរណាទាំងអស់ក្រៅតែពីខ្ញុំនឹងត្រូវទៅរៀបការជាមួយនាងតែម្នាក់គត់យ៉ាវីវឲ្យនិយាយមកគាត់សម្រេចចិត្តយ៉ាងច្បាស់ថាត្រូវទៅរៀបការជាមួយនឹងឈិនថាងតែម្ដងបន្ទាប់មកឆុងជឿនឹងគាត់ក៏បានដើរទៅរករឿងឈិនថាងរបស់យើងគាត់ថាយ៉ាងម៉េចបងអូនស្រីរបស់ខ្ញុំកាលពីមុនដូចជាសភាពរៀបសារមិនចេះរៀបចំអបាយកលតិចនិចមិនជួបបាយប្រេះផ្ដាស់ដើម្បីសម្រេចអំណងបែបហ្នឹងទេឥឡូវហ្នឹងមិនបានប្រែខ្លះទៅជាបែបហ្នឹងខ្ញុំអត់ចូលចិត្តបងអូនស្រីមានចិត្តបែបហ្នឹងទេអញ្ចឹងប្រសិនបើមិនមានវត្តមានរបស់យានឆឹងទេប្រហែលជានាងខ្លះទៅជាបងអូនស្រីរបស់ខ្ញុំដូចកាលពីមុនមែនអត់នៅពេលនេះឈិនថាងថាកុំយកយានឆឹងមកពាក់ព័ន្ធជាមួយនឹងរឿងរបស់ពួកយើងអីកុំអស់គេមកញ៉ៃញ៉ៃកុំធ្វើបាបគេពួកគេគឺជាមនុស្សល្អដែលស័ក្តិសមនឹងឲ្យខ្ញុំនឹងផ្ញើសេចក្តីសង្ឃឹមនឹងជីវិតរបស់ខ្ញុំទាំងស្រុងទៅលើគេបានគាត់ទៅលឿនចង់ឆុងជួគាត់កាន់តែខឹងថែមទៀតហើយគាត់ថាមិនទាន់នឹងអីផងបាយជុកចិត្តទៅលើយឺតឆឹងដល់ថ្នាក់ហ្នឹងតែដែលនាងមិនទាន់ស្គាល់គេច្បាស់គាត់ក៏បានដណ្ដើមយកគុំរបស់ឈិនថាងដែលត្រូវបានយឺតឆឹងឲ្យកាលពីព្រឹកយកមកដុតចោលនៅចំពោះមុខរបស់ឈិនថាងតែម្ដងឈិនថាងគេបាននឹងក៏បានស្ដីបន្ទោសថានេះមិនមែនជាក្តីស្រឡាញ់ទេនេះគឺលោកយកខ្ញុំមកធ្វើទរណកម្មប្រមាថខ្ញុំដាក់គុកខ្ញុំយឺតឆឹងគាត់មិនដែលធ្វើទង្វើបែបនឹងដាក់ខ្ញុំទេមិនដែលធ្វើទង្វើដូចជាលោកធ្វើដាក់ខ្ញុំទេគាត់តែលឿនចឹងឆុងជួគាត់កាន់តែខឹងគាត់ចាប់ឈិនថាងនឹងលើកបំរង3ចូលទៅក្នុងបន្តែត្រូវបានឈិនថាងយកអាវុធមួយដែលយឺនឆឹងបានឲ្យនាងកាលពីថ្ងៃមុនមកចាក់ទៅលើដើមទ្រូងរបស់ឆុងជឺដែលធ្វើឲ្យឆុងជឺគាត់កាន់តែខឹងតែម្ដងឆុងជឺគាត់ថានាងប្រើប្រាស់ឧបករណ៍ដែលយឺនឆឹងបានឲ្យមកនាងធ្វើជាអាវុធមកធ្វើឲ្យខ្ញុំមានរបួសហើយនាងមើលទៅគឺកាន់តែប្រេះផ្ដាស់ហើយនាងហ៊ានខ្លាំងណាស់ដើម្បីតែគេនាងសុខចិត្តធ្វើឲ្យខ្ញុំមានរបួសគាត់ខឹងដែរគាត់ក៏ចាប់ដៃរបស់ឈិនថាងនោះចាក់បន្ថែមទៀតធ្វើឲ្យឈិនថាងគាត់លែងហ៊ានចាក់គាត់លែងកាន់ឧបករណ៍មួយហ្នឹងណាហើយគាត់ក៏ទម្លាក់ឈិនថាងចុះមកខាងក្រោមនឹងបានសម្លុតទៅកាន់ឈិនថាងថាដរាបណាខ្ញុំនៅមានជីវិតនេះមិនអាចរៀបការជាមួយនឹងនរណាបានក្រៅតែពីខ្ញុំនោះទេរួចហើយក៏ដកឧបករណ៍មួយហ្នឹងមកបោះចូលក្នុងទឹកបាត់ទៅលុះដល់ពេលព្រឹកស្អែកឡើងឆុងជឺនឹងគាត់បានទៅគម្រាមម្ដាយរបស់គាត់ថាមិនអាចអនុញ្ញាតឲ្យលោកយាយនឹងចោះឈ្មោះឈិនថាងចូលក្នុងបញ្ជីធ្វើជាកូនស្រីស្របច្បាប់បានជាដាច់ខាតម៉ែត្រូវតែជួយខ្ញុំបើម៉ែមិនជួយខ្ញុំទេខ្ញុំនឹងបកអាក្រាតថាកូនស្រីទី3ស៊ឺឈីនេះមិនមែនជាកូនបកើតរបស់ម៉ែទេគឺជាកូនលួចលាក់របស់ម៉ែជាមួយនឹងបរោះដែលម៉ែស្រឡាញ់និយាយចំម៉ែរបស់ឆុងជឿនឹងញ៉ៃញ៉ៃទាំងអស់គ្នាគាត់រៀបការជាមួយឪពុករបស់ឆុងជឿនឹងអត់មានស្របច្បាប់ទេអត់មានសន្តិចិត្តទេគឺឪពុករបស់ឆុងជឿនឹងចាប់គាត់មករៀបការជាមួយទាំងតែគាត់គឺមានបរោះដែលគាត់ស្រឡាញ់ផ្សេងដទៃទៀតហើយប៉ុន្តែដល់ពេលដែលចាប់មករៀបការទៅនឹងបខំម្ដាយរបស់ឆុងជឿទៅរហូតដល់មានឆុងជឿចឹងហើយទាំងឪពុកនិងកូននឹងគឺម្ដាយរបស់ឆុងជឿនឹងក៏អត់ស្រឡាញ់ទេមកដល់ពេលនេះគាត់លួចលាក់ជាមួយនឹងគូស្នេហ៍របស់គាត់បង្កើតបានជាស៊ឺឈីដែលជាកូនស្រីទី3ប្រចាំគ្រួសារភ័យហ្នឹងណាហើយគាត់ក៏បាននិយាយទៅកាន់ឆុងជឺថាបើកុំតែឪពុករបស់ឯងបខំយើងហើយមានផ្ទៃពោះឯងណាម្លេះសំយើងមិនរស់នៅដូចជាជាប់គុកមកដល់ពេលបច្ចុប្បន្នហ្នឹងនោះទេយើងមានអីទៅជួយឯងពួកឯងនឹងមើលទៅគឺឈិនថាងណាគឺដូចជាយើងក្នុងថ្ងៃអនាគតអញ្ចឹងមិនខុសពីយើងនោះទេទៅមុខទៅក្រោយទៅនោះឯងនឹងធ្វើដាក់ឈិនថាងដូចជាឪពុករបស់ឯងធ្វើដាក់យើងអញ្ចឹង
យកចាំមកឆុងជឿរឿងអាណិតដែរគាត់រស់នៅគ្មានក្តីស្រឡាញ់ទេទាំងអស់គ្នាឪពុកគុំស្រឡាញ់គាត់ប្រហែលដែរប៉ុន្តែគាត់បានអះអាងជាមួយម្ដាយរបស់គាត់ថាត្រូវតែស្ដាប់តាមខ្ញុំព្រោះថ្ងៃក្រោយទៅខ្ញុំមិនធ្វើដូចជាពុកដែលធ្វើដាក់ម៉ែទេហើយសម្ដីទាំងអស់ហ្នឹងការសន្ទនាគ្នារវាងម្ដាយនិងកូនក៏ត្រូវបានជឿនខាងស្ដាប់ឮប៉ុន្តែឆុងជឿនឹងគាត់ក៏បានដឹងតែជឿនខាងស្ដាប់ឮដែរពេលចេញមកដល់ខាងក្រៅគាត់បាននិយាយថាសម្ដីដែលខ្ញុំនិយាយជាមួយនឹងម្ដាយរបស់ខ្ញុំមិញនាងស្ដាប់ឮអស់មែនអត់ជឿនខាងក៏បានគម្រាមថាកុំអារម្មណ៍ឲ្យខ្ញុំមិនយករឿងទៅប្រាប់គេទេជាធ្នូដែលកុំញ៉ៃញ៉ៃឲ្យខ្ញុំនឹងចោះឈ្មោះធ្វើជាកូនស្រីស្របច្បាប់នៅក្នុងគ្រួសារភ័យទៅប៉ុន្តែលឿនចង់ឆុងជឿគាត់កាន់តែខឹងគាត់ថាកាលពីអាយុ15ឆ្នាំនោះនាងបានសហការជាមួយនឹងខ្ញុំលាក់បាំងរឿងដែលខ្ញុំបានធ្វើគឺសម្រាប់ឪពុករបស់ខ្ញុំដែលផ្ទាល់ដៃនឹងរួចទៅហើយនាងក៏ជាបិសាចដូចជាខ្ញុំដែរហេតុអីបានជានាងនៅពេលនេះបែរជាចង់ចាក់ចេញពីខ្ញុំអញ្ចឹងជីងថាងក៏បានតទៅវិញថាមូលហេតុនេះគឺជារឿងយល់ច្រឡំទេកាលនោះប្រសិនបើខ្ញុំមិនយល់ស្របជាមួយនឹងលោកមិនជួយលោកបែបហ្នឹងទេខ្ញុំមើលទៅលោកក៏មានចេតនាចង់សម្លាប់ខ្ញុំដែរអញ្ចឹងដើម្បីទៅរួចរស់មានជីវិតខ្ញុំត្រូវតែជួយលោកបែបហ្នឹងហើយប៉ុន្តែអត់ទេឆុងជឿរបស់យើងយល់ច្រឡំថាកាលនោះហ្នឹងជីងថាងយល់ព្រមជួយគាត់បែបហ្នឹងគឺគាត់បានចាត់ទុកនាងគឺជាប្អូនស្រីដ៏ល្អម្នាក់នឹងរស់នៅជាមួយគ្នាជារៀងរហូតតទៅហើយ